ចឹងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការ check លំងាករបស់អគារដែលភាសាអង់គ្លេសគេហៅថា overall drift building ចឹងដើម្បី check ទី1នេះខ្ញុំមាន model របស់យើងមួយដែលខ្ញុំបានសិក្សាបន្ទុករួចរាល់អស់ហើយដែលបន្ទុកនោះមានដូចជា dead load, live load, wind load ជាដើមអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញអំពីរបៀប check លំងាករបស់អគារនៅជាន់លើគេបង្អស់តើអគាររបស់យើងងាកឬក៏រេប៉ុន្មានមីលីម៉ែត្រនៅលើកំពូលអគាររបស់យើងហើយលំងាកតម្លៃលំងាកទាំងនោះតើយើងអាចទទួលយកបានដែរឬទេអញ្ចឹងទី1យើងចូលទៅពាក្យថា result ចូលពាក្យថា diagram for building យកពាក្យថា deformation យើង tick deformation នេះដើម្បីមើលរូបរាងរបស់អគារយើងថាតើវាល្ងាកទី2ដោយសារតែខ្ញុំ check តាមទិស x លំងាកតាម global យើងមើលអា global នេះលំងាកអគាររបស់យើងតាមទិស x តើវារេប៉ុន្មានមីលីម៉ែត្រអញ្ចឹងយើងជ្រើសរើសយកពាក្យថា displacement of story អញ្ចឹងនេះ maximum តាមទិស x រួចហើយខ្ញុំយកពាក្យថា apply អញ្ចឹងវាបង្ហាញមកហើយថាអគាររបស់យើងយល់ 7.57 មីលីម៉ែត្រអញ្ចឹងយើងអាចចូលហេតុអីបានជាខ្ញុំដឹងថាវាຂະຫນាតជាមីលីម៉ែត្រយើងអាចចូលទៅមើលដើម្បីដឹងថាຂະຫນាតរបស់វាជាមីលីម៉ែត្រឬជាសង់ទីម៉ែត្រចូលទៅកន្លែង tool ពាក្យថា job preference រួច check ទៅលើ unit របស់យើងពាក្យថា other អញ្ចឹងនេះຂະຫນាតរបស់ខ្ញុំគឺជាមីលីម៉ែត្រអញ្ចឹងបានន័យថាលំងាករបស់ខ្ញុំនេះមានពាក្យថា displacement ហ្នឹងយើង check displacement របស់វានេះដែរអញ្ចឹងបានន័យថាលំងាករបស់យើងគឺជាຂະຫນាតរបស់វាគឺជាមីលីម៉ែត្រអញ្ចឹងបានន័យថាលំងាកអគាររបស់ខ្ញុំតាមទិស x គឺ 7.57 មីលីម៉ែត្រអញ្ចឹងខ្ញុំចូលទៅ check ទៅតាមទិស y ម្ដងខ្ញុំផ្លាស់ប្ដូរទិសដៅអញ្ចឹងទី1ខ្ញុំដូរបន្ទុករបស់ខ្ញុំទៅតាមទិស y ដែរអញ្ចឹងខ្ញុំ tick យកពាក្យកន្លែងនេះថា maximum តាមទិស y វិញរួចហើយខ្ញុំ apply មកខ្ញុំចង់ដឹងថាតើតាមទិស y របស់យើងយកងាកប៉ុន្មានអញ្ចឹងយើងឃើញហើយថាតាមទិស y របស់យើងលំងាកអគារយើងរហូតទៅដល់ 7950.53 មីលីម៉ែត្រអញ្ចឹងន័យថាតម្លៃដែលធំបំផុតនេះគឺមានតម្លៃ 79.53 អញ្ចឹងយើងផ្ទៀងផ្ទាត់ថាតើតម្លៃលំងាកប៉ុណ្ណឹងតើយើងអាចទទួលយកវាបានដែរឬទេអញ្ចឹងទី1ខ្ញុំចូលទៅមើលសិនកម្ពស់អគាររបស់ខ្ញុំខ្ពស់បំផុតកម្ពស់ប៉ុន្មានគឺតាមទិស y របស់យើងនេះអញ្ចឹងគឺ 46.80 អញ្ចឹងយើងធ្វើការយកកម្ពស់អគារ 46.80 យកទៅចែកនឹងតម្លៃ600អញ្ចឹងយើងនឹងឃើញថារួចគុណនឹង 1000 វិញយើងបំបែកຂະຫນាតម៉ែត្រឲ្យទៅជាមីលីម៉ែត្រអញ្ចឹងឃើញថាលំងាករបស់យើងគឺ 78 អញ្ចឹងនេះ 79 លើសបន្តិចអញ្ចឹងន័យថាយើងអាចទទួលយកបាននេះយើងអាចទទួលយកន័យថាឆែកទ្រីសរបស់អគារហ្នឹងគឺអាចទទួលយកបានថាអគារហ្នឹងភាពរេប៉ុណ្ណឹងគឺវាអាចសមស្របអញ្ចឹងខ្ញុំសូមបញ្ចប់អំពីការឆែកលំងាករបស់អគារតាមទិស x និងតាមទិស y